Jennie រៀបរាប់ជីវិតក្រោយវាំងនននៃភាពជោគជ័យដែលមិនស្រស់ស្អាតដោយអ្វីដែលមហាជនបានឃើញកម្លាំងជាមួយបាកាលើកពីភេសជ្ជៈបើកម្លាំងតារាចម្រៀងកូរ៉េខាងត្បូង Jennie Kim បានចែករំលែកអំពីសម្ពាធផលលំបាកនិងបញ្ហាប្រឈមទាំងផ្លូវកាយនិងផ្លូវចិត្តក្រោយត្រូវរ៉ាប់រងលើពីតំណែងក្នុងពេលតែមួយក្នុងនាមជាសិល្បករផងនិងជា CEO ថ្មីថ្មោងមួយរូបផងដែរនៅក្នុងវគ្គថ្មីនៃកម្មវិធី Fiery Jae-young សមាជិកក្រុម Blackpink រូបនេះបានអង្គុយជជែកគ្នាជាមួយនឹងពិធីករជុង Jae-young អំពីដំណើរជីវិតផ្ទាល់ខ្លួននិងអាជីពដែលមានការប្រែប្រួលចាប់តាំងពីបានបង្កើតទីភ្នាក់ងារថ្មីគឺ Oda Atelier ជាក់ស្ដែងនៅពេលពិធីករចុង Jae-young បានសាកសួរទៅលើ Jennie ក្រោយពីមានមនុស្សមួយចំនួនចង់រស់នៅក្នុងជីវិតដូចជាខ្លួនតារាសេរីរូបនេះបានឆ្លើយតបទៅវិញថាខ្ញុំគិតថាពួកគេនឹងមិនចង់រស់នៅក្នុងជីវិតដូចជាខ្ញុំនោះទេស្មោះត្រង់ទៅខ្ញុំចង់ប្រើប្រាស់ជីវិតបែបនេះសម្រាប់តែពេលនេះម្ដងគត់ព្រោះមានរឿងជាច្រើនណាស់ដែលត្រូវប្រឈមមុខជាមួយអ្នកទូទៅអាចមើលឃើញពីភាពអស្ចារ្យតែមិនដែលឃើញអំពីការលះបង់នៅពីក្រោយវានោះទេវាពិតជានៅឆ្ងាយពីពាក្យថាងាយស្រួលមែនទែននិយាយអំពីការវិភាគការងារដែលមានភាពមមាញឹកខ្លាំងនិងត្រូវធ្វើដំណើរឆ្លងកាត់ទ្វីបដែលម៉ោងដើរខុសគ្នាជាញឹកញយតារាស្រីវ័យ29ឆ្នាំបានរៀបរាប់ថាការធ្វើដំណើរទៅកាន់ទីតាំងដែលម៉ោងដើរមិនត្រូវគ្នាម្ដងយប់ម្ដងថ្ងៃបែបនេះបានធ្វើឲ្យរាងកាយរបស់ខ្លួនមិនអាចទទួលយកបានទើបបណ្ដាលឲ្យមួយរយៈចុងក្រោយនេះខ្លួនត្រូវឈឺខ្លាំងជាញឹកញយបន្ថែមពីនេះទៀតតារាស្រីរូបដដែលក៏បានរៀបរាប់ដែរថានៅពេលដែលធ្វើការជាក្រុម Blackpink ខ្លួនមិនសូវជាហត់នឿយខ្លាំងនោះទេបើទោះបីជាមានការងារច្រើនក្តីតែអ្វីផ្សេងក្រុមហ៊ុនគឺជាអ្នកចាត់ចែងឲ្យក៏ប៉ុន្តែពេលនេះនាងត្រូវរ៉ាប់រងដោយខ្លួនឯងសពគ្រប់បែបយ៉ាងជាពិសេសនៅពេលបញ្ចេញអាល់ប៊ុមទល់ទី1នេះនាងពិតជាអស់កម្លាំងខ្លាំងមែនទែននិយាយអំពីមុខតំណែងជានាយកប្រតិបត្តិឬ CEO នៅពេលដែលបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួនដែលតម្រូវឲ្យមានការទទួលខុសត្រូវច្រើនជាងអ្វីដែលខ្លួនរំពឹងទុកស្ថាបនិករូបនេះបានចែករំលែកថាខ្ញុំទទួលខុសត្រូវទាំងស្រុងទៅលើអ្វីដែលយើង4នាក់ Blackpink ធ្លាប់ចែកគ្នាធ្វើកន្លងមកមានពេលមួយនោះខ្ញុំពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងជាមួយនឹងលទ្ធភាពដែលខ្ញុំខ្លួនឯងអាចធ្វើរឿងទាំងនេះបានបង្កើតឡើងនៅខែវិច្ឆិកាឆ្នាំ2023បច្ចុប្បន្ន Oda Atelier មានបុគ្គលិកសរុបចំនួន15នាក់ក៏ប៉ុន្តែមុននឹងមកដល់ថ្ងៃនេះ Jennie អាចធ្វើបានក៏ដោយសារតែមានម្ដាយជាជំនួយផ្លូវចិត្តតារាស្រីរូបនេះបានប្រាប់ថាខ្លួនបាននិយាយគ្នាជាច្រើនរាប់មិនអស់ជាមួយម្ដាយនៅពេលដែលខ្លួនចង់បង្កើត Oda Atelier និងអាចជំនះបានដោយសារតែពាក្យសម្ដីរបស់អ្នកម្ដាយដែលបានលើកទឹកចិត្តថាវាជាការប្រសើរក្នុងការព្យាយាមនិងភាពបរាជ័យជាជាងបោះបង់ដោយមិនព្យាយាមដូច្នេះទើបខ្ញុំមិនរុញរានៅពេលដែលខ្ញុំត្រូវវិនិយោគនៅលើខ្លួនឯងព្រោះខ្ញុំជឿជាក់នឹងការដើរទៅតាមក្តីស្រមៃរបស់ខ្លួនឯងជាលទ្ធផលនៅក្នុងរយៈពេលប្រមាណខែចុងក្រោយនេះ Jennie បានចាប់ផ្ដើមកសាងប្រជាប្រិយភាពរបស់ខ្លួនតាមរយៈស្នាដៃទោលដែលបានបញ្ចេញជូនអ្នកគាំទ្រជាបន្តបន្ទាប់ជាក់ស្ដែងបទ Mantra ពីអាល់ប៊ុមថ្មី Ruby បានឆ្លុះបញ្ចាំងអំពីការច្នៃប្រឌិតថ្មីរបស់ខ្លួនខុសប្លែកពីរូបភាពដែល Jennie ធ្លាប់មាននៅពេលស្ថិតនៅក្រោមក្រុម Blackpinkបន្ថែមពីនេះទៀតអាល់ប៊ុមពេញ Ruby ក៏ទទួលបានការគាំទ្រយ៉ាងក្រាស់ក្រែលដែរដោយអាល់ប៊ុមដែលទើបតែចេញផ្សាយនៅថ្ងៃទី7ខែមីនានេះទទួលបានតំណែងកំពូលនៅក្នុងតារាងតន្ត្រី Bax របស់ប្រទេសកូរ៉េខាងត្បូងនិងជាប់លេខ1នៅលើតារាង iTunes Top Album Chart ក្នុងប្រទេសនិងតំបន់ចំនួន21ផ្សេងគ្នានៅជុំវិញពិភពលោកខណៈដែលសមាជិកក្រុមម្នាក់ៗបានចែកផ្លូវគ្នាទៅអភិវឌ្ឍនិងជោគជ័យទៅលើអាជីពទល់រៀងៗខ្លួនតារាចម្រៀងរូបដដែលនេះនៅតែមានក្តីស្រឡាញ់ចំពោះការងារជាក្រុមរបស់ខ្លួនដោយបង្ហាញទៅតាមរយៈវិធីនេះថាក្តីស្រមៃមួយរបស់ខ្ញុំគឺចង់ឲ្យ Blackpink នៅតែស្ថិតស្ថេរជា Blackpink ជានិច្ចកម្លាំងជាមួយបាកាលើកពីភេសជ្ជៈបើកម្លាំង